Hả? Yes sir. Dr. PC. Cuốn mũi, vạch ngăn. Hello everybody, today is the special day for doctors. This is the happy day of doctor, 27 February. This is one of the special day or the very nice day for all doctor that all make the doctor have another word. We can say that we look like the military or the soldier or white coat soldier. White coat soldier, we need to fighting with the disease for the patient every day, every night, every times and everywhere. So I still do my work every day, every time. It is not necessary to at least Monday, Saturday or Sunday. We still do the work, do this work every day, every time. So, hello now? Wow. Today is, so that's my idea before this special day for the doctor. This is 27 February 2026. 2026, this is a special day for all the doctor, the nurses, pharmacy, all the person that work in the medical field. So I still do my work here for my dear patient for the surgery, and I have no time to think that this is my relaxed time, or I still do it work. Maybe for lunch, for dinner, or for breakfast, we still do the work every day. This is my teamwork that we need to complete my surgery now. So you can see here, these are my nurses. So around me there are a lot of my teamwork that always pretty girl, pretty boy. So បាទជំរាបសួរផល្លាបាទថ្ងៃនេះសូមជម្រាបសួរដល់អ្នកគ្នាផងថ្ងៃនេះក៏ខ្ញុំយូរយ៉ាងហើយខ្ញុំអត់តែបាន live ឥឡូវយើង live បន្តិចត្រង់ថាថ្ងៃនេះជាថ្ងៃពិសេសគឺជាថ្ងៃគ្រូពេទ្យបាទថ្ងៃទិវាគ្រូពេទ្យថ្ងៃជាថ្ងៃទិវាគ្រូពេទ្យគេហៅថា happy we say that today is the happy doctor day happy doctor day គឺជាថ្ងៃគ្រូពេទ្យបាទថ្ងៃនេះជាថ្ងៃទិវាគ្រូពេទ្យថ្ងៃទី27ខែ2រៀងរាល់ឆ្នាំជាថ្ងៃរំលឹកដល់គុណបំណាច់របស់គ្រូពេទ្យដែលគ្រូពេទ្យចាត់ទុកដូចជានេះចឹងដូចចាត់ទុកជាទាហានដែរជានាយទាហានក៏តែនាយទាហានអាវពណ៌សគេថា white coat soldier គឺនាយទាហានអាវសបាទជំរាបសួរបាទជំរាបសួរផល្លាបាទអរគុណផល្លាក៏ដូចជាវីរៈជនដូចជាវីរៈកងទ័ពទាំងអស់ដែលប្រឈមមុខទល់មុខនឹងសត្រូវដែលកំពុងឈ្លានពាននៅតាមព្រំដែនហើយរួមដៃគ្នាដើម្បីប្រឆាំងសត្រូវហើយជូនពរផល្លានឹងវីរៈកងទ័ពខ្មែរយើងទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើននឹងឈ្នះគ្រប់មានសត្រូវពីមុខឲ្យរំលងសត្រូវពីក្រោយខ្នងឲ្យរលាយផុតទៅបាទបើអញ្ចឹងសូមបន្តទៀតថាគ្រូពេទ្យថ្ងៃទិវាគ្រូពេទ្យនេះគឺជាចាត់ទុកដូចជានាយទាហានដ៏ពិសេសមួយនាយទាហានពណ៌ស White Coat Soldier ដែលវាលុកជាមួយនឹងសត្រូវដូចជាសត្រូវសម័យ4ឆ្នាំមុនគឺ COVID គេខ្លាច COVID គ្រប់គ្នាក៏តែគ្រូពេទ្យគឺប្រឈមមុខនឹង COVID មិនចេះខ្លាចទេទៅកន្លែងណាមាន COVID គឺគ្រូពេទ្យមានមុខនៅហ្នឹងបាទជំរាបសួរសិញហួរបាទហើយ
គ្រូពេទ្យធ្វើការគ្មានពេលវេលាគ្មានកំណត់កន្លែងណាក៏មានធំមុខគ្រូពេទ្យកន្លែងពេលវេលាណាក៏ត្រូវមានមុខដែរត្រូវមានមុខឲ្យតែអ្នកជំងឺត្រូវការហើយធ្វើការឲ្យអស់ពីចិត្តឲ្យអស់ពីថ្លើមធ្វើការដល់ពេញបេះដូងព្យាបាលអ្នកជំងឺចាត់ទុកដូចជាក្រុមគ្រួសាររបស់ខ្លួនព្យាបាលអ្នកជំងឺហើយយកចិត្តទុកដាក់អ្នកជំងឺដោយមិនធ្វើការរើសអើងអីខ្លះរើសអើងពីវណ្ណៈរើសអើងមានក្ររើសអើងពីជាតិសាសន៍ហ្នឹងណាជាតិសាសន៍នោះណាក៏យើងព្យាបាលដែរយើងនៅទីកន្លែងណាក៏ឲ្យតែអ្នកជំងឺយើងត្រូវទទួលយើងមិនដែលប្រកែកអ្នកជំងឺទេអាហ្នឹងគឺជាគ្រូពេទ្យគេថាគ្រូពេទ្យវាប្រកបដោយថាដូចខ្ញុំធ្លាប់និយាយប្រកបដោយ 3H មាន 3H មានគូបាលនៃការត្រិះរិះពិចារណាចំពោះអ្នកជំងឺមានដៃ hand HTP hand គឺសម្រាប់បង្កើនចំណេះដឹងនឹងបម្រើអ្នកជំងឺហើយក៏តែ H ដែលសំខាន់គឺ heart បេះដូងដ៏សំខាន់មែនទែនបេះដូងដែលមានគុណធម៌សុជីវធម៌វិជ្ជាជីវៈយល់ទុកធុរៈរបស់អ្នកជំងឺបាទហើយក៏ខ្ញុំដល់ម៉ោងវះកាត់ហើយបាទដល់ម៉ោងវះកាត់ហើយសូមជម្រាបលាដល់អ្នកគ្នាសិនជម្រាបលាអ្នកទាំងអស់គ្នាសិនហើយជួបគ្នានៅវគ្គបន្តទៀតនៅវគ្គកាត់ហើយនឹងអាចនឹងជួបដុកទ័រ PC នៅពេលឆាប់នេះនៅកម្មវិធីការវគ្គកាត់មនុស្សធម៌ក៏ដូចជាវគ្គកាត់នៅក្នុងមន្ទីរពេទ្យកម្ពុជាជាតិឬក៏មន្ទីរពេទ្យនានាឬក៏ធ្វើការវគ្គកាត់តាមឬក៏នៅក្នុងមហាសន្និសិទមហាសន្និបាតផ្នែកចំមុខទៅជាកំពង់ខនៅក្នុងប្រទេសកម្ពុជាក៏ដូចបណ្ដាប្រទេសផ្សេងជុំវិញពិភពលោកដែរបាទជម្រាបលាដល់អ្នកគ្នាបាទអរគុណផល្លាច្រើនហ្នឹងអត់បានទៅដោះគូមកបឺតមកដូចដោះគូដូចបឺតដូចកូនក្មេងបានបន្តិចឥឡូវវះកាត់សិនតែកាត់ហើយទៅរត់ទៅញ៉ាំបាយបន្តិចត្រឡប់មកវិញវះកាត់បន្តមួយទៀតនៅល្ងាចវះត្រឡប់ទៅម៉ោង1 1កន្លះទៅបន្តការងារវះកាត់ទៀតហើយមិនខែក្រោយជួបគ្នាផល្លាខែក្រោយជួបគ្នាមានឱកាសខែក្រោយជួបគ្នាទៀតtrongខែ3ជួបគ្នានៅមានកម្មវិធីវះកាត់ហើយនឹងប្រជុំផ្នែកចំមុខជាកំពង់កនៅភ្នំពេញបាទជម្រាបលាសិនដល់ម៉ោងវះកាត់ហើយអូខេបាយដល់អ្នកគ្នា